សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលថ្ងៃនេះដែរគឺយើងមកនិយាយអំពីតួអង្គមួយនៅក្នុង Naruto ដែលប៉ះពាល់ទៅដល់អារម្មណ៍របស់មនុស្សភាគច្រើនវាមិនមែនតាក់ទងទៅនឹងធម្មពលមិនមែនទៅនឹងជោគវាសនាប៉ុន្តែវាជារឿងរបស់ក្មេងម្នាក់ដែលគ្មានអីសោះនៅតែបន្តប្រយុទ្ធហើយដើរទៅមុខបើទោះបីជាដឹងថាខ្លួនឯងអត់មាន ninjutsu ឬ genjutsu ក៏ដោយមុនចូលដល់ខ្លឹមសារនៃ clip សូមឲ្យទាំងអស់គ្នាកុំភ្លេចជួយ like subscribe និងបើក notification ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀតពីខ្ញុំជឿថាទាំងអស់គ្នាប្រកាសជាធ្លាប់ឮពាក្យមួយឃ្លាដែលគេនិយាយថា hard work beat talent when talent fail to hard work ការខំប្រឹងគឺអាចឈ្នះអ្នកមានទេពកោសល្យបើសិនជាអ្នកទេពកោសល្យនោះគឺលែងខិតខំប៉ុន្តែបើសិនជាយើងនិយាយត្រង់វាមិនដូចរឿងនឹងទាំងអស់ទេពេលខ្លះអ្នកមានទេពកោសល្យគឺតែងតែឈ្នះយើងអាចកលេចទៅមើលការប្រយុទ្ធមួយនៅពេលដែលលីគឺវាយគ្នាជាមួយនឹងការ៉ាហើយលីគឺអត់ឈ្នះទេប៉ុន្តែសម្រាប់អ្នកជឿទៅលើ quote ដែលយើងនិយាយមិញមនុស្សគ្រប់គ្នាប្រកាសជាមើលរំលងទៅលើចំណុចនេះការចាញ់មិនមែនមានន័យថាយើងបរាជ័យនៅក្នុងជីវិតទេតួអង្គ Rock Lee គឺជាតួអង្គមួយដែលកើតមកជាមួយនឹង limitation សមត្ថភាពរបស់គាត់គឺមានដែនកំណត់ជារឿងមួយដែលពិបាកខ្លាំងណាស់នៅក្នុងពិភព Shinobi ដែលថា Ninja ទូទៅគឺអាចប្រើចក្រាអាចធ្វើ Jutsu អាចបង្កើតភ្លើងអាចប្រើភ្នែកដោយពួក Uchiha ចឹងប៉ុន្តែ Lee វិញអីក៏អាចធ្វើបានដែរទាំង Ninjutsu និង Genjutsuដោយសារតែរឿងនេះហើយគាត់ត្រូវបានគេមើលងាយតែងតែនិយាយម្ដងហើយម្ដងទៀតថាលីគឺអត់អាចក្លាយទៅជា Shinobi បានទេក្តីសង្ឃឹមទាំងនេះគឺវាចាប់ផ្ដើមងើបតិចនៅពេលដែលលីគឺជួបជាមួយនឹងមនុស្សម្នាក់ដែលត្រូវបានបដូរជីវិតគាត់ទាំងស្រុងនោះគឺ Maigai គ្រូរបស់គាត់ Maigai គឺជាមនុស្សម្នាក់ដែលគាត់អត់ជឿលើទេពកោសល្យទេប៉ុន្តែគាត់ជឿលើការខិតខំហើយ Maigai អត់ដែលមើលឃើញលីថាជាមនុស្សខ្សោយទេគាត់ឃើញក្មេងនេះគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្លាំងណាស់រួមទាំងសក្តានុពលនៅក្នុងការវឹកហាត់អីក៏ដោយដែលគាត់មើលនៅក្នុងចិត្តលីគឺជាការខិតខំមួយដែលថាអាចឈរនៅលើវាលប្រយុទ្ធជាមួយមនុស្សដូចគ្នាប៉ុន្តែគេមានទេពកោសល្យខ្លាំងជាងខ្លួនហើយ Maigai គឺស្រឡាញ់លីណាស់ទំនាក់ទំនងរបស់គាត់គឺមិនមែនត្រឹមតែជាគ្រូនិងសិស្សទេប៉ុន្តែ Gai គឺបានផ្ដល់អ្វីមួយដែលអត់មានគេធ្លាប់ឲ្យលីគឺការជឿជាក់លើខ្លួនឯងលីក៏បានបំលែងការជឿជាក់ទាំងអស់នេះទៅជាការខិតខំប្រឹងប្រែងខ្លួនឯងដោយគ្មានដែនកំណត់ដែលយើងឃើញថាលីគឺចាប់ផ្ដើមឆ្លុះអង្វែងទៅនឹងលទ្ធផលដែលចង់ឲ្យខ្លួនឯងឈ្នះវឹកហាត់លើសពី limited របស់មនុស្សទូទៅព្រឹកថ្ងៃយប់ដាល់ទាត់សពបែបយ៉ាងគឺដើម្បីឲ្យតែឃើញខ្លួនឯងមានពន្លឺคล้ายទៅជា ninja មួយដែលអស្ចារ្យនៅក្នុងក្តីសម័យខ្លួនឯងហើយយើងបានឃើញលីនៅពេលដែលការប្រឡង Chunin exam មកដល់មនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមភ្លឺភ្នែកជាពេលដែលលីគឺវាយគ្នាជាមួយនឹង Gaara ហ្នឹងទោះបីថា Gaara គឺជា Shinobi មួយដែលមានធម្មពលអស្ចារ្យមានទាំងជីនជូរីគីនៅក្នុងខ្លួនប៉ុន្តែលីគឺអាចនៅបំបែក Absolute Defense របស់ Gaara បានហើយយើងបានឃើញទៀតគឺនៅពេលដែលលីវាយគ្នាជាមួយនឹង Sasuke ព្រោះថា Sasuke គឺជាសមាជិកនៅក្នុង Uchiha Clan និងមានភ្នែកដ៏អស្ចារ្យប៉ុន្តែ Sharingan របស់គាត់គឺអាច reflect លឿនជាងជើងរបស់លីទេដោយសារតែសមត្ថភាពលីលឿនលើសពីការស្មាននេះហើយធ្វើឲ្យនៅក្នុងពិភព Shinobi ទាំងមូលគឺចាប់ផ្ដើមដឹងថាការខិតខំវាពិតជាមានតម្លៃមែនហើយវិន័យគឺវាសំខាន់សម្រាប់ Shinobi ហើយនៅក្នុងខ្លួនលីបើទោះបីជាពិភពលោកនិយាយថាគាត់អត់អាចធ្វើបានក៏គាត់នៅតែព្យាយាមបំបែកវាបើថាចុងក្រោយយើងឃើញថាលីគឺនៅតែអត់អាចឈ្នះ Gaara រាងកាយគឺត្រូវរបួសធ្ងន់ប៉ុន្តែអីដែលយើងរៀនពីលីបានគឺគាត់អត់ដើរចេញពីប្រកួតហ្នឹងទេមនុស្សគ្រប់គ្នាគឺនឹងគិតថាបើសិនបើយើងមិនមានសមត្ថភាពគ្រប់គ្រាន់មិនមានទេពកោសល្យអត់មានអីមួយពិសេសក្នុងខ្លួនទេយើងអត់អាចធ្វើអីទៅរួចឡើយតែរឿងរបស់លីគឺវាផ្សេងបើថាការខិតខំមិនអាចឈ្នះទេពកោសល្យប៉ុន្តែការជ្រើសរើសប្រយុទ្ធបើទោះបីដឹងថាខ្លួនឯងជាអ្នកចាញ់ក៏វាជាអីមួយដែលខ្លាចទៅជាមនុស្សពិសេសសម្រាប់ខ្លួនឯងដែរហើយរឿងរបស់លីគឺមិនមែនចប់ត្រឹមនេះទេបន្ទាប់ពីការប្រយុទ្ធជាមួយនឹង Gaara ចប់គឺយើងឃើញថារាងកាយរបស់លីគឺទ្រុឌទ្រោមខ្លាំងណាស់ស្ទើរតែបំផ្លាញអនាគតរបស់គាត់ទាំងស្រុងដោយសារតែគ្រូពេទ្យនិយាយថាលីគឺអាចបន្តខ្លាយទៅជា Ninja តទៀតទេវាអាចនឹងប៉ះពាល់ទៅដល់ជីវិតគាត់ការលើដំណឹងនេះបើសិនជាមនុស្សធម្មតាប្រហែលជាអស់សង្ឃឹមហើយឈប់ធ្វើវាហើយប៉ុន្តែលីវិញលីក៏អាចទទួលយកការបោះបង់មួយហើយឈឺចាប់នៅក្នុងមួយជីវិតគាត់ទេគាត់សុខចិត្តជ្រើសរើសការវះកាត់បើទោះបីជាដឹងថាការវះកាត់នោះមានភាគរយតិចហើយអាចប៉ះពាល់ជីវិតក៏គាត់នៅតែធ្វើនេះជាចំណុចសំខាន់នៅក្នុងដួងចិត្តលីប៉ុន្តែបន្ទាប់ពីរឿងហ្នឹងយើងឃើញថាការវះកាត់នោះគឺហ៊ានជោគជ័យ
ហើយនៅពេលដែលលីគឺបានវិលត្រឡប់មកហាត់វិញគាត់សប្បាយចិត្តណាស់គាត់ថែមទាំងខ្លាំងជាងមុនទៀតហើយឈរប្រយុទ្ធជាមួយនឹងមនុស្សខ្លាំងម្នាក់ដែលជាវ៉ាសរបស់ Orochimaru គឺ Kimimaru ឈុតឆាកវាយគ្នានោះយើងថែមទាំងបានឃើញលីគឺប្រើក្បាច់ស្វឹងទៀតហើយត្រង់ចំណុចនេះហើយគឺឲ្យយើងរៀនជាច្រើនតាក់ទងទៅនឹងការ show up ងើបឡើងជាងរងៃដើម្បីមកធ្វើរឿងមួយបើទោះបីជាដឹងថាវាអាចមានភាគរយនៅដួលប៉ុន្តែយើងនៅតែជ្រើសធ្វើវាមិនអត់ប្រយោជន៍ទេការដួលទាំងអស់នោះគឺសុទ្ធសឹងតែជាអីមួយដែលបង្រៀនលីទៅវិញទាំងអស់មិនត្រឹមតែកម្លាំងគឺបរៀនពីលីឲ្យចេះអត់ធ្មត់ឲ្យអំណត់ខ្លាំងណាស់បើទោះបីជាដឹងថាដៃគូប្រកួតរបស់ខ្លួនគឺមានសមត្ថភាពប៉ុណ្ណាក៏ដោយចុងក្រោយលីក៏បានបំពេញសន្យារបស់ខ្លួនឯងហើយគាត់ក៏បានក្លាយទៅជានិនឆាមួយដ៏អស្ចារ្យហើយអីដែលយើងឃើញលើសពីនឹងទៀតនោះគឺលីជាប់ជាមនុស្សម្នាក់ដែល genius of hard work មនុស្សតែម្នាក់គត់ដែលអាច build ខ្លួនឯងមកពីសូន្យវិញដូច្នេះអ្នកដែលធ្លាប់មានអារម្មណ៍ថាយើងអត់មានទេពកោសល្យគ្រប់គ្រាន់យើងមិនពិសេសយើងត្រូវចាំរឿងនេះមួយយើងគឺអត់ចាំបាច់ត្រូវទទួលពាក្យមួយឬក៏មានរបស់មួយដែលវាល្អបំផុតទេយើងគ្រាន់តែត្រូវការពាក្យមួយនៅក្នុងជីវិតរាល់ថ្ងៃគឺការមិនបោះបង់ចឹងហើយបានវាជាហេតុផលដែលមនុស្សគ្រប់គ្នាស្រឡាញ់លីបើសិនជាយើងក៏លេចទៅមើលណាតូគាត់មិនមែនជាមនុស្សអត់មានទេពកោសល្យទេគាត់គ្រាន់ខ្វះរបស់ដោយការណែនាំវិន័យហើយក្តីស្រឡាញ់ប៉ុន្តែបន្ទាប់ពីណារូតូទទួលបានវាណារូតូគឺខ្លាំងចំណែក Sasuke Uchiha ជាមនុស្សវៃឆ្លាតនៅក្នុង Uchiha Clan ហើយនៅតែបន្តវឹកហាត់អត់ឈប់ឈរដើម្បីពង្រីកថាមពលខ្លួនឯងសូម្បីតែ Nachi ជាមនុស្សអស្ចារ្យម្នាក់ដែលខំរាល់ថ្ងៃដើម្បីក្លាយទៅជាអ្នកដឹកនាំម្នាក់នៅក្នុង Hyuga Clan ពួកគេទាំង3គឺសុទ្ធសឹងតែផ្សំពីធាតុចូលគ្នាដែលវាមាន talent ជាមួយនឹង hard work ទេពកោសល្យនិងការខិតខំប៉ុន្តែលីនៅពេលដែលគាត់បង្ហាញខ្លួនមកគឺយើងឃើញតែមួយមុខទេគឺការតស៊ូដែលថាត្រូវងើបដើរទៅមុខបើទោះបីជាវឹកហាត់ខុសក៏ងើបធ្វើវាសាដើមប្រឹងរហូតដល់ខ្លួនឯងយំប្រឹងរហូតដល់ខ្លួនឯងមានអារម្មណ៍ថាហត់ហើយនៅតែគិតថាខ្លួនឯងគឺអត់គ្រប់គ្រាន់វាជាអារម្មណ៍ពិតដែលកើតលើមនុស្សមួយចំនួនដែលមានអារម្មណ៍បែបនេះដែរចឹងហើយបានជាគេស្រឡាញ់ចូលចិត្តលីចឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនគ្នាចូលចិត្តជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm up. Bye bye.